រៀនពីវាកាត់ហ្វចុះមកជួបានតែស្មាននេះអមតាពីកចំកាត់ form ហ្នឹងក៏ select ទៅនេះហ្នឹងអាកន្លែង desktop កន្លែងវាចុចយើង select ឲ្យយើងយក add ហើយទៅយើងយក new item តែមកវាមានគំរូច្រើនយើងបង្កើតអញ្ចឹងយើងដំបូងយើងបង្កើត form មុនចានេះយើងដាក់ឈ្មោះកន្លែង form យើងដាក់ឈ្មោះចង់លុបចេញទៀតចង់បានថ្មីមែនអានេះជប់តើណាយើងកើតថ្មីទៀតនេះអានេះយើងកើតថ្មីវាដោយអាពេលយើងចូលទៅវាចេញចេះចេះ click add វាចេញមកតែនេះកើតរើសពីពងដើញ៉ាំនេះអាបែរនេះកើតរើសភាសាយើងប្រើ C# ហើយយើង run ទៅលើ Windows ហើយយើងក៏ជា desktop ហើយយើងយក Windows Form App នៃ framework ហើយយើងចុច next អានេះឈ្មោះយើងដាក់ហើយគេដាក់online តែហានេះកន្លែងយើង store ទុក location យើងចង់ store ហើយបាទនេះបើ framework គាត់មានដល់ធំក៏ដាក់ធំដល់អញ្ចឹង framework ខ្ញុំ 4.8 ធំយ៉ាធំគេដាក់ធំហើយយើងចុចគេ add មកវាហើយវាកើត form យើងមួយហើយនេះវាគេកើត form មួយដូចព្រឹកមិញអានេះយើងចង់បរួម break ក៏បានដែរអានេះកន្លែងឈ្មោះ form យើងចឹងនេះខ្ញុំបង្កើតខ្ញុំ design ម្ដងចាគិតយល់តែហើយមកថាគិតបើគិតចង់ add form ថ្មីគិតអានេះមកដូចអានេះមកថាយើងស្អែកឡើងយើងបង្កើតវិចិត្រថ្មីយើងបង្កើត form ថ្មីក៏ចុច new ទៅយើងមិនចាំបង្កើតថ្មីទៀតទេមិនចាំបង្កើតវិចិត្រថ្មីទេបង្កើតនេះមួយយើងដាក់ add form បានច្រើនហើយកន្លែងថតនេះដែលយើងហៅfunction ទៅមកប្រើជុំមុនបងយើងប្រើ label ໄວមកគេអានវល់ឡូក៏បានគិតឃើញខ្ញុំធ្វើគិតធ្វើបណ្ដាគេធ្វើកើតអីចាអានេះប៊ូតុងធ្វើ app login ហើយអានេះដាក់កណែមានយើងសេកូដ message ហើយមានបញ្ចូល input ឲ្យដូចគ្នាដែរមាន code ដែរអានេះយើង design វាមកវាបើនេះ property មានបើវាអត់ទាន់មាន property នេះទេក៏ select មកឈុតស្ដាំចុច property ចេញអានេះយើងបិទហើយយើង design វាយក font អានេះ font ដាក់12ហើយអានេះគឺប៊ូតុងយក10ចាហើយយើងរៀងវានេះមកប៊ូតុងដាក់ក្រោមនេះហើយយើងយក tick boxយើងយក10ហើយយើងដាក់ទៅណាយើងដាក់username ពួកនោះថារៀងអត់ឃើញមានអត់មានចូលស្រីមកនេះអានេះគេដាក់ username ហើយដាក់តូចទីមក
à bây giờ cái dương mấy cái hôm nay tìm này thay dương cái nó không protein mà nhẹ dương cho dương đi mó bây nhẹ dương khơi nhỏ là bé thịt mùi tấm mó cái này dương tao cái này cái bây giờ trong đôi mấy dương lục mới dương xe bàn này hơi bà à cái nem đấy đưa small nâng vào ball đây à là bé muối nhá anh ấy small nâng vào ball bỏ anh ấy cái này vào ball phần này trong trong đi sai hay trong prop anh ấy password copy bàn copy đông đạo form sen của bạn này anh ấy cái này một tổng cho kết ban mưa video để group hạt cho bên gì cái này vào à bây khác bây giờ lúc ấy bên nó chưa bắt ta kết clear trên bật cái system như à bây giờ lúc ấy cái tên bắt tay dương clear mà tăng tiền này password anh ấy button anh nhà tay cái những đồ mình liền này này còn xem hãy dương dương vô thu bọc người sạp dương check box mà thay check box bây giờ bị chua này mó việc bật mà thay vì việc bài password tìm tay dương chơi cái check box tốt bị chỉnh nên được chia check những check tiền đẳng hơi đồ thịt thật sao password để sao password nên đại gì bây giờ đây code dương dương vô tầm mà tối ai cũng lấy bạn này và tông dùng mấy chạy mấy chân code bánh ha thì dương vô pi cái này sẽ vía xưa đi giờ dưới những AI cho thôi mà bây giờ cái này hiện đã rút phía thì phía đã rồi picture này picture bỏ phía đã lớn đã thì thống ở nhà cái này những nữa picture này 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 picture bỏ nhưng ôm mà đã cái này những ở rút phía mà đã phía chương trình hoạt động nhưngចូលទៅក្នុង system យើងដាក់ណាគឺអានោះខ្ញុំទុកនៅណាទេកន្លែង login ពេលខ្លះច្រឡំដែរតែខ្ញុំដាក់ឈ្មោះត្រត់អីរូបភាពយើងចង់ដននេះយល់នេះ save ទុកកន្លែង download save បានចេញអានេះហ្នឹងធំពេកម៉ែវាធំពេកយើងកន្លែង zoom នេះកន្លែង size mode នេះយើងសេរីវាយើងចង់ឲ្យវាជា straight ក៏បានចង់ឲ្យចេះក៏បានហើយចង់ឲ្យ zoom ក៏បាន zoom វារៀងមួយរៀងស្អាតជាងចាប់បែបដូចគ្នាកន្លែងយើងយើងធ្វើឲ្យយើងសេកូដហើយដល់ពេលយើងរួចហើយយើងមកដាក់ variable វាសិនមានណាចូលហើយ
lại nó là những đã mua từ bỏ thì bỏ nó cho đừng bao giờប្រើcode bán thì này password អានេះស្រាប់ដូចស្មើនឹង variable ស្រាប់យើងយកទៅប្រើក្នុង code អានេះ check box មិនទៅអានេះហើយអានេះកន្លែង name កន្លែងនេះសំខាន់ប៊ូតុង login ណាចូលចុចជំនួយណាគឺខ្លះទីនេះលោកចាំទៅផ្ញើយើងខ្ញុំមកកុំព្យូទ័រខ្ញុំវាលឺសលេងវាបាក់លឺសលេងថតបណ្ដោយពេលយើងបានហើយយើងហៅកូដវាប្រើដើម្បី check ទៅលើនេះអញ្ចឹងពេលយើងកន្លែង login ឈប់ login យើងដាក់ពើតិចស្រួលមកកន្លែងយើងដាក់ពើfor color ហើយក្នុងនេះ option វាមានច្រើនណាពេលខ្លះយើងចេះបង្កើត web យើងយកអានេះសិនព្រោះ web វាយកពួក keyword នឹងយកទៅសរសេរខ្ញុំរៀនខ្ញុំឆ្ងល់ដែរតែអានោះក្នុងweb មើលទៅដូចអក្សរស្តៀងពួកនោះដែរកាត់ដែរវាយកាត់ដែរឃើញអក្សរចាដូច I make អីជាដូចបើមាន tick មានអីខ្ញុំគិតបង្កើត web ខ្ញុំឃើញដោយសារតែពេលយើងចង់ដាក់រូបអីមួយយើងប្រើ keyword វាយើងណាឃើញអានេះហើយយើងមានពេលយើងចុចឲ្យវា load flash ក៏បាននេះណាយើងចុច flash វា load ហើយពេលយើង select ទៅលើវាទៅវា load យើងចាំមកខ្ញុំបាននេះគិតបានមុនបងយើងស្វឹកអ្វីយើងបាន design វាចេញហើយយើងចង់ឲ្យអាលើនេះដាក់នេះ0កុំឲ្យវាចេញតែនេះទៅជាវាដាក់ my color នេះគេដាក់បាត់ទាំងបាត់តួហើយនឹងយើងដាក់នេះកន្លែងទៅណាborder size នេះយើងបំបត្តិដូចជ្រុង4ជ្រុងយើងបំបត្តិជារាងការ៉េកុំឲ្យវាចេញដាក់ជា0ហ្នឹងវាចេញហើយអាឡូនេះអានេះពេលយើងរ៉ានវាអត់ចេញខ្ញុំបិទនេះពេលយើងវាចេញទេខ្ញុំបិទអារបស់លើនេះសារយើងបិទហើយ design វាឲ្យចូល code ហ្នឹងពេលយើងចង់មិនថាយើងចង់ឲ្យវា activate នឹងកន្លែងlogin អញ្ចឹងយើង select ទៅលើ login នេះទៅហើយវាចូលក្នុង code យើង auto ហើយយើង save ក្នុងយើង select 2ដងចូលអ្វីដែលយើងសំខាន់នៅកន្លែងនេះយើងចង់ឲ្យ system login យើងបង្ហាញឲ្យគេចង់ឲ្យយើងធ្វើមិនអីមិនអញ្ចឹងមុនបងលក្ខខណ្ឌយើងដាក់លក្ខខណ្ឌកុំឲ្យវាទេកុំឲ្យវាទេយើងទុកលក្ខខណ្ឌមួយយើងដាក់អីយើងដាក់ string ចុច is ហើយយើងឆែកទៅលើ tick box ដែលយើងបង្កើតមាន username ហើយ password អញ្ចឹងយើងហៅឲ្យ
anh ấy cái này variable là đây những bạn bật mấy hãy chơi được việc món hãy dùng những keyword một thay đối với string hãy tầm mỗi dùng miền password một tiền string text password anh ấy cái này dương tục lại khăn ở bên đây dương ở tên am chỗ chẳng ở bên tên am chỗ dương chơi như dương chơi bút tông login một cái tranh message mùi tham mấy ở dương card tranh message dương card đã ở message box just so like the please input value nothing box cái này internet cái này dương ngọ in trong behind message cái tranh nhá hơi kháng crói ní bị chia thithor đôi nhà các ba lừa anh ấy đã information hay cái internet cái này nhỏ một tông dương đã mà ra về tranh message dương tao về miền một tông là kháng crói miền tiền một tông miền ok miền ấy message này là gì này trong đó này các bạn thấy dương pro ok rồi thấy miền icon nó hàng trên đây miền bìa icon miền error hay miền icon information này này icon là information bây giờ nạp lấy dương ra tận một sẵn dương ra là bây giờ input được chơi gì mà thay dương ở tên châu đây tận giờ tên châu thì bây giờ chơi login thấp nhìn chơi message nữa cái nhỉ anh đi chơi message bây trâu dương bên như không ngỏ thích bọc tận sẵn mấy xong vậy như nhà vậy cái này button ok cái này button login nhưng xong thay mùi mình vậy mùi mà thay gì thằng nè nhưng trong chat bây giờ cái con này làm mấy cái message bọc show nó Visma nó là Visma sẽ ấy nó không lấy pra pizza only chứ bà mong trong mong pra pizza chạy cái si ao si ôi vô này Purisa tập nó không lấy dưỡng bởi dương trong và hành đi xây bọc ấy muối dương trong và hai nhà u thọ vì nó không thể ăn C++ bởi vì dương trong cái và hai khá u thọ nhưng đã lấy nó ăn miền chẳng giờ mình đã see out hết giờ mình đã invalid input nè tất cả này không lấy những pra phía trong vô mòn mistake box nó này tha ao việc hai mistake hay ao việc show vô mòn show ao việc hai nhẹ please input và user data intake box hay à phía is null or var space nó mình này tha phía nó cứ từ tây á thì ông lấy khai khi ngặt vô lấy chẳng hạn nhưng mà này gần còn là chui chạy đi như vậy cái chương chui bật tiệm cái này các bạn nhưng tôi nó là nhóm tập vận này ok cái mình sẽ bóng như này hay thì bây giờ mà thay cho form nhưng rất nó cả đá là có mọi việc option đám keyword mới đại cái gì just start option nhưng trong ở bên nó cả đá có mọi việc change nào và nhưng vô center screen anh đánh mình change cái đá là change cái đá bây giờ cái này mới tiết cái này dương đã đầm bày password dương in pro nó không máy thay dương pro nó không system về đó pro không system thì sao chứng nhưng ra bài dân thầm ra nó dương có to nhưng mà ở tiệt đi cái này
មកចាំសរសេរនេះវាកំណត់ឲ្យស្រេចដល់ពេលដែលយើងចុចប៊ូតុងទៅវាមានកូដឲ្យស្រេចមកថាទៅលើform ដូចមាន tick box មានប៊ូតុងមានអីនោះវាមានកន្លែង program ដែលគេបានបង្កើតទុកឲ្យស្រេចប៉ុន្តែយើងមិនចាំទៅនេះទេវាមានកន្លែងនោះដូចវាអានេះដូចវាទៅសេយើងស្រាប់វាទៅសេ design សេអីវាសេយើងស្រាប់ដូចយើងបើយើង web យើងសេទាំងអស់យើងសេទាំង tick box អីទាំងអស់ប៉ុន្តែនេះវាទៅសេឲ្យយើង web ទៅលើនេះតែយើងគ្រាន់តែគ្រាន់តែកន្លែងប៊ូតុងអីចឹងយើងចង់បញ្ជាមិនតាមយើងខុសប៉ុណ្ណឹងបានប៉ុន្តែនោះអាចតែយើងបង្កើតថ្មីអានោះកូដមិនទាន់តែយើងសេកូដជា C# វិញចាកន្លែង take password នេះយើងប្រើ system របស់វានេះយើង use system យើងប្រើជារបស់វារបស់កូដរបស់ C# ด้วยយើងយក true ដើម្បីយើងបង្ហាញហើយ take password យើងអា maximum វានៅពេលដែលអាចឲ្យយើងបញ្ចូល password ចំនួនតែ20 10ទៅ20ខ្ទង់តាមវាយើងកំណត់ហើយតែយើងកំណត់ត្រឹមតែ20ទីត្រឹមតែ10អានេះយើងកំណត់ត្រឹម10តែយើងអាចបានត្រឹមតែ10ទេ10 charter 10លេខហើយអានេះកន្លែងយើងសេតទៅទៀតយើងមានលក្ខខណ្ឌទៀតអញ្ចឹងនៅពេលដែលវាពិតនៅពេលអានេះយើងកំណត់មកទៀតហ្នឹងក៏រ៉ាន់ឲ្យគ្នាយើងមើលតែអាកន្លែងនេះចង់បង្ហាញថាពេលវាកុំឲ្យឃើញ password មិនចឹងកន្លែង password តែយើងភ្ជាប់ប៊ូតុងទៀតសាញមកទៅបានភ្ជាប់ប៊ូតុងប៉ុន្តែអានេះវាបានចេញហ្នឹងហើយចង់បញ្ចូលគាត់មើលទៅហ្នឹងអានេះវាចេញហើយនេះវាចេញនេះហើយប៉ុន្តែនេះសារយើងតែបានសរសេរវាទៅហ្នឹងហើយវាដូចគ្នាយើងកន្លែងហ្នឹងវាដូចថាពេលយើងចង់បញ្ចូល password អីទៅកុំឲ្យគេឃើញកុំឲ្យគេអីឲ្យ show យ៉ាងកន្លែងហ្នឹងអានេះយើងចេញសិនហើយកន្លែងទៀតគឺយើងប្រើ L ជាប្រើ iris ហើយយើងឆែកប៊ូតុងទៀតមកថាយើងប្រើទៅលើយើងហៅvariable របស់ text name យើង keyword ជា text ហើយយើងដាក់ឲ្យ compare គ្នាស្មើតម្លៃគេដែលយើងចង់តម្លៃគេយើងចង់ប្រៀបធៀបអញ្ចឹងដាក់ admin ហើយយើងដាក់នឹងករណីវាពិតទាំងពីរហើយ password ថៃដូចគ្នាដែរ1 2 3តែនៅពេលដែល user ដែលគិតបានបញ្ចូលត្រឹមត្រូវយើងឲ្យបង្ហាញ message ដូចគ្នាមកដូចគេត្រាញនិយាយមាន using out ហើយយើងមកចសេ copy ដាក់ហើយនេះយើងដាក់ affiliation without information okay អានេះយកកន្លែងទៅណាកន្លែងដូចយើងប្រៀបធៀបលក្ខខណ្ឌដែលយើងប្រៀបធៀបពីពេលដែលដល់ពេលដែលគិតបញ្ចូលទៅលើ text ទៅលើ text username ហើយនឹង text password មកថាពេលគិតបញ្ចូលត្រឹមត្រូវវានឹងវាបង្ហាញ message យើងមកថាគិតបញ្ចូលត្រឹមត្រូវវាបង្ហាញគេចានេះយើងដាក់លក្ខខណ្ឌទុកទៀតមកមកថាយើងកន្លែងហ្នឹងតើវាឆេកត្រូវមិនត្រូវសិនយើងធ្លាប់រៀនសង្ស៊ីផ្លាស់ម្ដងអាហ្នឹងហើយគ្រូធ្លាប់ធ្វើម្ដងដែរក្នុងនេះវាដូចគ្នាអានេះយើងដាក់ message មកថាដល់ពេលដែលគិតខុសករណីដែលគិតខុសយើងដាក់invalid អញ្ចឹង
register ស្គាល់តែយើងដូរអានេះទៅជា title ណា error វិញទៅអានេះ icon វាដែរ icon គឺវាពេលយើង run ទៅគឺវាដូរដែរអញ្ចឹងយើង run ពេលយើង run ណាមកថាពេលយើងចូលអានេះខ្ញុំ check ទៅលើលក្ខខណ្ឌទាំងអស់ដែលខ្ញុំបានទប់ហ្នឹងមកថាពេលយើងទៅបានជួយទាំងអស់ពេលយើងចុច login វាបង្ហាញមួយយើងបញ្ចូលសិនហើយនៅពេលដែលយើងបញ្ចូលpassword ខុសអញ្ចឹងវាចេញ email username និង password ចុច OK ហើយយើង check វាយើងចង់បញ្ចូលវាត្រូវអញ្ចឹង username admin ហើយ password 123អានេះពេលវាចេញទៅត្រូវហើយអ្វីដែលយើងបានកំណត់នៅក្នុង message ដែលយើងបានកំណត់នៅពេលដែលវាលក្ខខណ្ឌវាទាំងពីរយើងបង្ហាញ message login successful អញ្ចឹងយើងមើលទៅលើ message ដែលយើងបានដាក់ផងយត់ខុសហើយនៅប៊ូតុង clear ទៀតប៊ូតុង clear មានន័យថានៅពេលដែលគិតបញ្ចូលហើយយើងន័យថាយើងចង់ clear ទិន្នន័យចេញហើយឧបមាថាយើង login ហើយយើងចង់ឲ្យគិត clear ចេញក៏បានដែរហើយចុចលើវាមកនេះយើងមិនចាំបង្កើតfunction កើតទេពេលយើង select ទៅវាបង្កើតឲ្យយើង auto បណ្ដោយហើយវាដាក់ឈ្មោះអ្វីដែលជា variable នេះឈ្មោះនេះឈ្មោះ variable ដែលយើងបានកើតនេះយើងចុច property មកឃើញនេះ variable យើងបង្កើត variable នេះឃើញហើយនេះឃើញវាដូចនៅក្នុងអ្វីដែល function វាន័យថាវាយកអា name ដែលយើងបានកើតក្នុង form តែមកវាយកមកបង្កើត function យើងស្រាប់ហើយអាកន្លែង clear នេះយើងមាន keyword ដូចគ្នាដែរមុនបងយើងធ្វើ username យើងដាក់ keyword clear នេះថានៅពេលដែលយើងមកថាយើងចុចប៊ូតុង cancel ទៅវា clear ទិន្នន័យចេញទាំងអស់ដែលយើងបញ្ចូលយើងចង់បញ្ចូលថ្មីហើយ take password យើងចុច clear ដែរហើយ keyword មួយទៀត focus នោះមានន័យថានៅពេលដែលយើង clear ទាំងអស់ហើយ clear username ហើយ password តែឧបមាថាយើងចង់ឲ្យនៅពេលដែលវា clear អស់ហើយយើងចង់ឲ្យអាប៊ូតុងដែលថា load ភ្លើបនេះចង់ឲ្យវារត់នៅក្នុងគេចង់ឲ្យវាយើង input នៅក្នុងគេអញ្ចឹងមកថាខ្ញុំចង់ឲ្យវាបង្ហាញទៅនឹង username ដើម្បីយើងបញ្ចូលម្ដងទៀតអញ្ចឹងចុច focus នេះ keyword focus ហ្នឹងមកនេះប៉ុន្តែនេះបើយើងចង់ជា standard មិនឲ្យ code ច្រើនយើងបង្កើត function ថ្មីមកក៏បានដែរមកថាយើងបង្កើត function ថ្មីដាក់ជា public វាអាចឲ្យយើង access គ្រប់ function របស់យើងដាក់ private យើងប្រើបានតែមួយហើយ private យើងដាក់ public ហើយ void យើងដាក់ clear file ហើយទៅមកយើងគ្រាន់តែយកអា code នេះមកដាក់យើងអត់ចង់ឲ្យវាញញយើងចង់នេះ security ហើយនេះពេលយើងបានចុះហើយយើងគ្រាន់តែហៅឈ្មោះ function នេះយកមកដាក់ក្នុងនេះបាន clear file ស្មៃគាំងស្មៃ ចុចគាំង ឃើញគាត់ចុចហ្នឹង គិត slow ហ្នឹងខ្ញុំអត់ឃើញមកខាង slow ឃើញវិញដែរ slow គិត slow មែននិយាយដាច់គិតបិទ select សិនក៏បានដែរ សុំម្ដងទៀតសុំឡើងណា សុំម្ដងទៀតកន្លែងនេះមិនថាយើងចង់បង្កើត clear file ថ្មីមិនថាយើងបង្កើត function ថ្មីយើងអត់ចង់ឲ្យក្នុង code ទាំងអស់នេះយកមកសេខាងនេះទេមកថាយើងសេដូច standard ដូចគ្រូបរៀនមិនថានេះព្រោះយើងកន្លែង clear file នេះយើងហៅប្រើនៅក្នុងប៊ូតុងច្រើនទាំងអស់នៅតាមប៊ូតុងឲ្យផ្សេងទៀតណាអញ្ចឹងយើងបង្កើតវាដាច់ដោយឡែកទៅយើងបង្កើត function ថ្មីដាក់ public មកដាក់ void ហើយដាក់ឈ្មោះ function នោះពេលយើងបង្កើតពេលយើងដាក់ tick box clear មួយក៏ password clear ហើយតើមកយើងគ្រាន់តែ call ហៅ function ទៅលើ function ថ្មីទៅបានហើយនៅកន្លែងទៅនេះមិនថាយើងចង់ឲ្យ login ហើយ login ហើយ
យើងចង់ឲ្យវា clear ទិន្នន័យនៅខាងលើអស់កុំឲ្យវានៅដែលអញ្ចឹងយើងហៅ function មួយទៀតទៅហៅ function នេះចូលទៅបានខ្ញុំរ៉ាំនេះមើលកន្លែងនេះអញ្ចឹងមកមកថានៅពេលយើងបញ្ចូលទិន្នន័យមានទិន្នន័យអញ្ចឹងហើយមកថាយើងចង់បញ្ចូលថ្មីយើងមិនចាំលុបនៅក្នុង keyboard ទេយើងចង់លុបក្នុងប៊ូតុងហើយយើងចុច cancel ទៅវាលុបអូតូហើយពេលដែលយើងបញ្ចូលត្រឹមត្រូវពេលដែលយើងបញ្ចូលឲ្យ login success ហើយយើងឲ្យវា log on success ហើយវាលុបទិន្នន័យចេញវិញខាងលើយើងដាក់ admin ហើយយើងដាក់1 2 3ហើយយើង login ពេល login ហើយពេលយើងចុចកន្លែង OK វាបាត់ឃើញអត់នេះគ្នាដែរម្នាក់នេះប្រហែលថាយើងវាយើងចង់លុបប្រហែលថាដល់ពេលដែលមកថាដល់ពេលដែលយើង login ហើយពេលយើងបញ្ចូលត្រូវហើយវា message ចេញ login ហើយកន្លែងហ្នឹងចែកខ្ញុំនិយាយប្រាប់នេះដាច់ខ្ញុំនិយាយប្រាប់ហើយមើលនិយាយនេះកន្លែងខ្ញុំស្លប់ដាច់ស្លប់លេងតាមអត់ទេថា slow ស្ដាប់អត់នេះយើងកើតដូចជា login ណាប៉ុន្តែបើស្តង់ដាយើងមិនចាំដាក់ clear ក៏បានដែរមកថាយើងចង់check មកថានៅពេលយើងបញ្ចូល coin ទៅយើងចង់ឲ្យ username and password វាបង្ហាញដែរមកថាយើងចង់កែចង់អីប៉ុន្តែនេះគឺតែខ្ញុំឧទាហរណ៍ទេមកថាយើងពេលយើង message ចង់ឲ្យវាលុបទិន្នន័យអីចឹងចុះវេត្រាដាច់ហ្នឹងសំខាន់ឲ្យតែយល់មក form នេះមកយល់មក form នេះសិនមកចឹងគិតចង់ថែមគេមិញនិយាយដាច់លឿនអត់ទេថែមទេគាត់និយាយលឺខ្ញុំនិយាយយើង slow លឺតែគាត់និយាយអាមុនដំបូងវាដាច់ស្ដាប់បានណាខ្ញុំគាត់សួរថាអីខ្ញុំយល់កន្លែងនេះអូខេកន្លែង show password នេះលេខលើវាមកបានហើយយើង check កន្លែង check នេះចង់ផ្លេច keyword ដែរហើយជប់គឺមកខ្ញុំសួរមួយកន្លែង check password ហ្នឹងយើងប្រើឲ្យគេ toolbox វាឈ្មោះគេ toolbox វា toolbox យើងប្រើ checkbox វាយកន្លែងនេះវា checkbox ទៅចេញខ្ញុំចង់ click កន្លែងបានចុះគឺ match slow ខ្ញុំបាត់អានេះមកចុះចុះដោយសារយើងនៅក្រៅ form នេះកន្លែងនេះ checkbox ឃើញនេះយើងអូសវាមកដាក់មកបានអូខេឃើញcheckbox នេះយើង select ទៅវាជប់ខ្ញុំទៅមើលកូដចាំទៀតកន្លែង keyword កន្លែង checkbox ប្រើមកបន្តិចក៏បានប្រើតាមគ្រូក៏បាន
នេះឈឹកបកយើងប្រើតែប៉ុណ្ណេះក៏បានដែរអានេះយើងប្រើ password system ឲ្យsao check យើងប្រើឈ្មោះ variable ឬ password ព្រោះយើងចង់បើក password just password ស្មើយើងដាក់ min check នៅពេលដែលគិតចុចប៊ូតុងសាវពេលយើងបើកទៅពេលយើងបើកវាចេញឲ្យប៉ុន្តែអាកូដនេះករណីដែលវាបិទករណីដែល password ពីយើងចុចបិទករណីដែលយើងអត់ទាន់ចុចសូវាករណីដែលយើងអត់ទាន់ចុចគ្រីសចុចទៅលើគ្រីសវាអញ្ចឹងវាបិទនេះកន្លែងខាងក្រោយនេះគឺឈ្មោះfunction ខាងលើដូចខ្ញុំដាក់ឲ្យអភិត្រាចេញហ្នឹងសារតែយើងដាក់ឈ្មោះខុសគឺពិតអានេះគេយកខាងលើដាក់ប៉ុណ្ណេះកូដកន្លែង check កន្លែង sound កន្លែង so check មានតែមួយទៀតទេបើគ្រូសេក៏check លក្ខខណ្ឌ2គេមាន L ទី1 check កន្លែងយើងបើកអត់ទេកន្លែង2សេបមួយសេបរបស់ខ្ញុំមួយរបស់ខ្ញុំអត់ចេញដែរវាមើលសាកសេរបស់ខ្ញុំអត់ទេខ្ញុំ show screen របស់ខ្ញុំ ចប់